ទាំងនេះគឺជាកម្មវិធីកុំព្យូទ័រដែលមនុស្សគ្រប់គ្នាជាច្រើននៅក្នុងលោកបានប្រើហើយទុកជាកម្មវិធីលំដាប់ legendary ឬក៏និយាយមួយម៉ាត់ទៀតថាវាគឺជាកម្មវិធីដ៏ល្អបំផុតចេញតាំងពីដើមមកដែលមានវ័យចំណាស់ខ្លាំងៗមកដល់ពេលនេះក៏នៅតែមានអ្នកប្រើច្រើន VLC Media Player ជា legendary មួយសម្រាប់ Media Player WinRAR គឺសម្រាប់ប្រភេទ file compress Audacity ជាប្រភេទកម្មវិធីសម្រាប់ថតសំឡេងហើយបណ្ដាអ្នកលក់កុំព្យូទ័រទាំងអស់ប្រកាសជាស្គាល់ Rufus គឺជាកម្មវិធីសម្រាប់ boot ចូលទៅក្នុង Drive វាមានច្រើនបន្តហោហែទៀតដែលជាប្រភេទកម្មវិធីដែលមាន version free ជារៀងរហូតឬក៏កម្មវិធីខ្លះមិន free ទេក៏ប៉ុន្តែយើងនៅតែប្រើបានដោយមិនចាំបាច់ grade ហើយការដែលសំខាន់គឺมันមានពាណិជ្ជកម្មក៏ប៉ុន្តែនៅក្នុងចំណោមកម្មវិធីទាំងអស់នេះមិនមែនថាខ្ញុំប្រើទាំងអស់ទេលើកលែងមួយគឺ VLC Media Player ខ្ញុំមិនដែលប្រើទេតែពីដើមមកហើយខ្ញុំមានកម្មវិធីជំនួស VLC Media Player នេះមួយដែលខ្ញុំចាត់ទុកជាកម្មវិធីល្អបំផុតល្អជាង VLC Media Player ទៀតសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើរយៈពេល3ឆ្នាំជាប់គ្នាហើយវាគឺជាកម្មវិធីដែលខ្ញុំនឹងយកធ្វើជាវីដេអូសម្រាប់ជូនដល់អ្នកទាំងគ្នាជាវីដេអូពេញនោះមិនមែនមានតែមួយកម្មវិធីទេខ្ញុំនឹងចែករំលែកកម្មវិធី free ជាច្រើនបំផុតដែលខ្ញុំអាចធ្វើទៅបានដែលខ្ញុំមានបទពិសោធន៍ជាមួយមិនមែនទៅសួរ AI ហើយយកមកធ្វើវីដេអូទេ free ហើយមិនចាំបាច់ grade ប៉ុន្តែមុននឹងចេញវីដេអូពេញគឺខ្ញុំចង់ឲ្យអ្នកទាំងគ្នាអាចទាយនៅខាងក្រោមបានថាតើកម្មវិធីអីដែលអាចឲ្យខ្ញុំយកជំនួស VLC Media Player ដែលជាកម្មវិធីល្អបំផុតសម្រាប់ការចាក់ media នៅក្នុងកុំព្យូទ័រខ្ញុំជឿជាក់ថាចម្លើយរបស់ AI គឺមិនមែនឆ្លើយមកចំគ្រប់គ្នាទេព្រោះអី AI មិនមែនជាអ្នកប្រើខ្ញុំគឺជាអ្នកប្រើហើយខ្ញុំមានមូលហេតុជាច្រើនដែលអាចយកវាជំនួស VLC Media Player បានអញ្ចឹងកុំភ្លេច comment និង follow ចាំវីដេអូពេញទាំងអស់គ្នា